អ្នកនេសាទខាងកោះកុងធ្លាប់នេសាទបានឥឡូវនេះទាហានថៃដេញឲ្យនេសាទទេថាទឹកថៃហើយរដ្ឋាភិបាលអត់ផ្សាយពួកនេសាទសមុទ្រយូរហើយសុកថៃដេញខ្ញុំដឹងរឿងហ្នឹងអរគុណបន្ថែមខ្ញុំដឹងរឿងហ្នឹងថៃវាដេញមែនពីព្រោះវានៅក្នុងដែនទឹកយើងទៅហើយរដ្ឋាភិបាលអត់ហ៊ានផ្សាយទេខ្លាចគេរដ្ឋាភិបាលអត់ហ៊ានផ្សាយទេខ្លាចគេហើយកងទ័ពជើងទឹកយើងអត់ហ៊ានទៅចិត្តគេទេខ្លាចគេបាញ់អូខេអរគុណបញ្ជាក់ព័ត៌មានទុកតើក្រុមនេសាទទាំងអស់អាចប្រមូលផ្ដុំគ្នាទៅតវ៉ានឹងទាហានជើងទឹកថៃទេសធាដូចនៅព្រៃច័ន្ទអញ្ចឹងប៉ុន្តែលើកនេះអត់មានក្របជ័រទេអត់មានក្របកៅស៊ូទេក្របពិតណាទៅដល់ក្របពិតកូនឯងមានដឹងរឿងមួយហ៎ទូកនេសាទយួនណាត្រូវឆ្មាំសមុទ្រចិនបាញ់ម្ដងអស់170នាក់ដឹងទេប្រហែលឆ្នាំមុនរដ្ឋាភិបាលអត់ហ៊ានកងទ័ពជើងទឹករបស់ហ៊ុនសែនអត់ហ៊ានទៅតវ៉ាជាមួយថៃហើយកូនឯងនឹកឃើញចង់ទៅតវ៉ាមួយថៃបានក្របពិតណាមកវិញអត់មានចានមកវិញទេធ្លាក់ទឹកសមុទ្របាត់ទៅមានបានជិះចានមកវិញណាកាលទៅជិះទូកដល់មកវិញមានបានជិះចានទេណាកុំគិតឆោតពេកមើលខ្លួនឯងមានរដ្ឋាភិបាលឲ្យគេទៅធ្វើទៅគឺយើងត្រូវដឹងកូនឯងគិតថាទៅតវ៉ានឹងបានអីបានក្របពិតណាកូនណាមួយនៅលើទឹកណាស្រួលដាក់មកយើងដួលព្រុសមិនងាយទេហើយបើមានរបៀបវិញវាបង់ទៅសំណាញ់សមុទ្រហើយវាសង្កត់ថ្មខ្លួនយើងលែងមិនដែរដែរទឹកសមុទ្រអត់ទេដាក់ទៅលេងអីក៏ឆោតម៉េះចង់ប្រមូលអ្នកនេសាទទៅនៅព្រៃច័ន្ទស៊ីក្របកៅស៊ូនៅលើទឹកសមុទ្រស៊ីក្របពិតណាចៅថៃផ្ទះប៉ុណ្ណឹងហើយអត់ភ្ញាក់កំណើតទៀតដឹងធ្វើម៉េចទេហេតុអ្វីបានយួនឈ្លានពាន78តែមិនលេបដីខ្មែរគេប្រុងលេបប៉ុន្តែលេបវាមិនបានហើយក៏ដកថយទៅមិនលេបណាគេធ្វើសកម្មភាពលេបទឹកដីតាគេចំណាយពេល10ឆ្នាំតែមិនបានជោគជ័យគេដកទៅវិញបន្សល់ទុកតែជនជាតិគេនៅលើដីយើង